ថ្ងៃនេះខ្ញុំមានខេសមួយដែលថាតើតើជាមួយបងប្រុសម្នាក់ដែលគាត់ជាបុគ្គលិកសុខាភិបាលដែរនិយាយស្រួលគាត់ជាពេទ្យដែរបញ្ហាហ្នឹងគឺត្រង់ថាគាត់បានជ្រួសជាមួយនឹងនារីខាងក្រៅដែលក្រៅពីប្រពន្ធគាត់ពេលដែលគាត់បានជ្រួសហើយបញ្ហានោះត្រង់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍ប្លែកអារម្មណ៍របស់គាត់ហ្នឹងគឺគាត់ចេះតែគិតតែខ្លួនឯងហ្នឹងអាចនឹងត្រូវបានឆ្លងពីជំងឺអេដពីដៃគូដែលគាត់បានជ្រុះហ្នឹងទាំងនារីនោះមិនមែនជានារីរស់ស៊ីផ្លូវពេទ្យសកម្មទេហើយការដែលគាត់នៅមួយនារីហ្នឹងគឺគាត់អត់បានការពារគាត់យករោគសញ្ញាខ្លួនប្រាណគាត់មកបកប្រែថាជារោគសញ្ញានៃជំងឺអេដទាំងជំងឺអេដរោគសញ្ញារបស់វាគឺវារាប់ខែរាប់ឆ្នាំទៅមុខទៀតទៅតាមភាពធ្ងន់និងភាពស្រាលរបស់អ្នកជំងឺអីចឹងណាហើយអ្វីដែលជាបញ្ហាគឺត្រង់ថាក្រុមគ្រួសារគាត់គឺព្យាយាមណែនាំគាត់មិនក៏គាត់អត់តាមដែរហើយដល់ពេលអញ្ចឹងទៅបញ្ហាហ្នឹងក៏បងប្អូនគាត់ក៏យករឿងហ្នឹងយកមកសួរខ្ញុំបានសួរគាត់ពីបញ្ហាមួយចំនួនខ្ញុំសួរថាតើភាពធ្ងន់ធ្ងររបស់អ្នកជំងឺនោះប៉ុណ្ណារយៈពេលដែលគាត់មានហ្នឹងប៉ុណ្ណាមកដល់ឥឡូវគឺរយៈពេលហ្នឹងវាចូល8សប្តាហ៍បើអ្នក4អាទិត្យ2ដងវា8សប្តាហ៍ហើយខ្ញុំសួរថាតើភាពធ្ងន់ធ្ងរប៉ុណ្ណាកន្លែងនេះខ្ញុំចាំបើកមុខកញ្ចក់តិចភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តអ្នកខ្លះគាត់ថាអូឥឡូវខ្ញុំធ្ងន់ណាស់ដោយសារខ្ញុំមានរោគសញ្ញា1 2 3 4 5អីចឹងទៅសម្រាប់ខ្ញុំងាយស្រួលទេចង់ដឹងភាពធ្ងន់ធ្ងររបស់អ្នកជំងឺចង់ដឹងថាតើពេលដែលគាត់ជឿឲ្យគាត់ទៅធ្វើការកើតអត់មើលតែប៉ុណ្្នឹងយើងដឹងថាគាត់ធ្ងន់ឬស្រាលហើយពេលខ្លះមិនបាច់អង្គុយរាប់រោគសញ្ញា1 2 3 4 5ទេគាត់តាំងពីគាត់មានបញ្ហាហ្នឹងគាត់ទៅធ្វើការកលែងកើតហើយ extremely agitated បើនៅអន្តែងដេកដើរឈរអង្គុយគាត់នៅអត់ស្ងៀមទេគាត់គិតពីរឿងបញ្ហាដែលគាត់ឆ្លងជំងឺអេដហ្នឹងរហូតគាត់ធ្វើតេស្តហើយធ្វើតេស្តទៀតក៏បញ្ហាហ្នឹងគឺមិនអាចជ្រះស្រឡាក់ពីអារម្មណ៍របស់គាត់ដែរអញ្ចឹងហើយក្រុមគ្រួសារក៏ធ្លាប់បានយកទៅឲ្យគ្រូពេទ្យបានផ្ដល់ថ្នាំមួយឲ្យគាត់ថ្នាំហ្នឹងគឺអាមីត្រីព្ទីលីនកន្លះគ្រាប់មុនគេសម្រាប់ខ្ញុំតែងតែគិតថាចេះខ្ញុំនិយាយត្រង់ហ្មងខ្ញុំគិតថាអ្នកព្យាបាលបើគិតថាជាគ្រូពេទ្យដូចគ្នា should be something special for him បើន័យថាវាតម្លៃអីអញ្ចឹងគិតថាជាជំងឺអីអញ្ចឹងឲ្យថ្នាំឲ្យល្អអីជាងហ្នឹងហើយមានការយកចិត្តទុកដាក់ឲ្យខ្លាំងអញ្ចឹងដោយសារក្នុងវិស័យមួយគ្នាតែផ្ទុយទៅវិញការព្យាបាលហាក់ដូចជាវាសាមញ្ញជ្រុលក្រោយមកទៀតមកខ្ញុំសួរថាតើគ្រូពេទ្យប្រាប់ថាឈឺអីគាត់ថា depression មានអីផ្សេងនឹងទៀតថាអត់មានទេអូខេខ្ញុំស្ដាប់ពីអាការៈខ្ញុំតាមដានទៀតហើយខ្ញុំក៏សុំតេស្តគាត់យកមកមើលតេស្តហ្នឹងគឺឃើញថាជំងឺអេដគឺពិតជាអត់មានទេប៉ុន្តែអារម្មណ៍គាត់នៅតែអត់ជ្រះស្រឡះបន្ទាប់ពីខ្ញុំស្ដាប់សាច់រឿងហ្នឹងហើយរបស់ពីរដែលខ្ញុំគិតដល់ទី1គឺភាសាអង់គ្លេសគេហៅ illness anxiety disorder ដែលពាក្យពេញកាលមុនគេហៅព្រៀងស្ដាប់ទៅស្តៀងបាលីអង់គ្លេសអញ្ចឹងខ្ញុំមិននិយាយបកកែអង់គ្លេសទេគេហៅថា hypochondriasis បានន័យថាគាត់មិនមានជាជំងឺអីទេតែគាត់តែងតែគិតតែខ្លួនឯងមានជំងឺហ្នឹងប៉ុន្តែអាការៈហ្នឹងវាអត់សូវជាធ្ងន់ទេពេលខ្លះគាត់មានពេលខ្លះគាត់បាត់ពេលខ្លះគាត់មានពេលខ្លះគាត់បាត់អញ្ចឹងហើយពេលខ្លះអាច clear បានខ្លះដែរនៅពេលដែលលទ្ធផលតេស្តជំងឺហ្នឹងវាអត់មានអីអញ្ចឹងណាវាអាចបាត់បានខ្លះអញ្ចឹងទៅតែករណីពូឬករណីបងប្រុសហ្នឹងអត់ទេទោះបីជាលទ្ធផលអេដជំងឺអេដអត់មានក៏អារម្មណ៍គាត់អត់ជ្រះស្រឡះដែរនៅតែ fix ជាប់ជាមួយនឹងជំងឺហ្នឹងអញ្ចឹងហើយគាត់ចាប់ផ្ដើមយករូបរាងកាយរបស់គាត់មកបកប្រែដើម្បីគ្រប់គ្រងនៅការគិតរបស់គាត់ហ្នឹងដូចជាសក់គីឡូទាំងការសក់គីឡូនោះវាអាចមកពី stress អាចមកពីគាត់ហូបអីអត់បានដោយសារគាត់គិតពេកគាត់គេងអត់បានគាត់ជ្រុះសក់គាត់ហូបអីអត់បានគាត់ថានេះជាការៈជំងឺអីនេះឧទាហរណ៍ថាមានលំមាស់គាត់គិតថានេះជាការៈជំងឺអីដែរអញ្ចឹងមកវិញបន្តិចតាក់ទងបញ្ហាហ្នឹងភាសាអង់គ្លេសឈ្មោះនៃជំងឺហ្នឹងគេហៅថា delusional disorder គឺជាក្រុមមួយនៅក្នុងជំងឺវិកលចរិតដែលអ្នកជំងឺគឺគាត់មានជំនឿមួយមុតមមខ្លាំង
ការថា fixed belief មិនថាជាប់ទៅនៅនឹងខ្លាំងមកដែលថាពេលខ្លះដែលយើងនិយាយថាអ្នកជុំវិញគឺពិបាកទាញគឺគាត់ជឿលើហ្នឹងប៉ុន្តែ delusional disorder វាប្លែកពីជំងឺវិកលចរិតផ្សេងត្រង់ថាជំងឺវិកលចរិតផ្សេងអ្នកយើងក៏មានស្មារតីឯងបើន័យថាពេលដែលគាត់ពងតែស្មើសម័យវិញបនអីចឹងគឺគាត់អត់ដឹងអីទេតពេលណាគាត់ឆ្លាស់វិញសួរនាំគាត់ទៅគាត់ភ្លេចអស់អញ្ចឹងណា delusional disorder ជាជំងឺវិកលចរិតដែលថាស្មារតីគាត់នៅមានប៉ុន្តែអ្វីដែលជាបញ្ហាគឺជំនឿបដោតទៅលើអីមួយខ្ញុំឧទាហរណ៍មួយដូចជា case ផ្សេងទៀតដែលខ្ញុំធ្លាប់ជួបដែរគាត់នៅចិត្តកន្លែងដែលមានជួលផ្ទះឲ្យចិនហ្នឹងគាត់និយាយប្រវត្តិប្រវាស់អីអញ្ចឹងទៅឬសោអីខ្លះគាត់ចាប់ផ្ដើមគិតថាចិនហ្នឹងគឺធ្វើអីដើម្បីចង់ប៉ះពាល់ដល់អាយុជីវិតគាត់អញ្ចឹងគាត់ចេះតែភ័យចេះតែខ្លាចអីអញ្ចឹងទៅហើយគាត់តែងតែជំនឿថាចិនហ្នឹងគឺធ្វើអីឲ្យតែគេចោលឡានមកផ្ទះធ្វើអីចិត្តគឺគំរាមកំហែងទៅលើជីវិតគាត់រហូតវាមិនមែនជាជំងឺ anxiety ឬជំងឺភ័យខ្លាចធម្មតាភ័យខ្លាចធម្មតាវាជួនមានជួនអត់ជួនមានជួនអត់តែនេះអត់គឺ fix ជាប់នៅនឹងបាទអញ្ចឹងហ្នឹងគឺបញ្ហាស្តៀងគ្នាអញ្ចឹងអញ្ចឹងបញ្ហានេះបើសិនជាដោយអ្វីយើងគិតការព្យាបាលគឺមិនមែនជាការព្យាបាលគ្រាន់តែឲ្យមានទឹកទៅលេងកន្លះខំមុនគេនឹងធូរស្រាលទេកុំថាឡើយដល់ជាជំងឺ delusional សូម្បីតែជំងឺថប់អារម្មណ៍ធម្មតាក៏មិនសង្ឃឹមថាធូរដែរអញ្ចឹងសរុបមកវិញមកគឺខ្ញុំប្រាប់បងប្អូនអ្នកជំងឺជា caretaker ហ្នឹងតាមរយៈអ្វីដែលយើងគិតហ្នឹងអញ្ចឹងប៉ុន្តែអញ្ចេះមុននឹងបញ្ចប់ខ្ញុំចង់និយាយរឿងមួយចំនួនការព្យាបាលមែនទែនតើតើ delusional disorder ហ្នឹងយើងអាចមិនពឹងទៅលើថ្នាំទាំងស្រុងប៉ុន្តែមិនមានន័យថាថ្នាំអត់ប្រយោជន៍ទេវាមូលហេតុដោយសារតើតើជាមួយនឹងសារធាតុគីមីខួរក្បាលដូចជាពួក dopamine វាកើនឡើងពេកធ្វើឲ្យគាត់ទៅចេញជំនឿបែបហ្នឹងទៅថ្ងៃណាទៅនេះខ្ញុំនិយាយអំពី dopamine ហ្នឹងវាអីជាអីវាជាសារធាតុគីមីមួយដែលតើតើជាមួយនឹងផ្លូវអារម្មណ៍យើងដែរក្រៅពីថ្នាំមានដូចជាការព្យាបាលដោយប្រឹក្សានិយាយដែលធ្វើដោយអ្នកចិត្តសាស្ត្រអញ្ចឹងគាត់ថាយើងរកអ្នកចិត្តសាស្ត្រណាដែរគេបកកែដែរគេប៉ិននិយាយគេនិយាយចូលសាច់រឿងយើងដែរបើអ្នកខ្លះគាត់និយាយចូលសាច់រឿងក៏វាអត់សូវបានផលដែរអញ្ចឹងវាមានអ្នកបកកែមិនបកកែអ្នកដែលធ្វើល្អអ្នកធ្វើដែលថាខ្សោយអីអញ្ចឹងវារឿងជាក់ស្ដែងក្នុងវិស័យណាក៏មានដែរមែនតើបើយើងនិយាយអំពីតេស្តជំងឺអេដខ្ញុំមិននិយាយជំនាញខាងហ្នឹងទេប៉ុន្តែគាត់ថាការពីមុនអ្នកដែលគាត់មានរឿងអញ្ចឹងគាត់ចង់ដឹងថាគាត់មានជំងឺអីគាត់ត្រូវការតេស្តទៅលើប្រព័ន្ធការពារហ្នឹងថាមានជំងឺអីអត់គឺគេហៅតេស្ត antibody ហ្នឹងកាលពីខ្ទង់ឡុងឆ្នាំ8ជាងដល់ឆ្នាំ9ជាងតេស្តហ្នឹងគឺរងចាំរយៈពេល3ខែហើយតេស្តគេហៅថាតេស្តជំនាន់ទី1មកដល់ឥឡូវគឺអាចទៅដល់ជំនាន់ទី4ហើយតេស្តហ្នឹងគឺរៀងប្រកែកជាងមុនអញ្ចឹងបើសិនជាអ្នកដែលប្រឈមមុខអញ្ចឹងក្នុងរយៈពេលត្រឹម2ទៅ3សប្តាហ៍គឺមេរោគហ្នឹងវាអាចចាប់បានហើយប៉ុន្តែគេយករូលនៅក្នុងរយៈពេល1ខែអញ្ចឹង1ខែទៅសឹងឲ្យច្បាស់ហើយថាគាត់កើតឬមិនកើតដែរប៉ុន្តែខេសបងប្រុសនេះគឺរយៈពេលរបស់គាត់វាចូលដល់1ខែ2ដងហើយ4សប្តាហ៍គុណ2វាចូល8សប្តាហ៍ហើយនៅតែមិនអាច convince មិនទាន់អាចប្រាប់គាត់នៅតែមិនជឿថាគាត់មិនកើតគាត់ចាប់ផ្ដើមគិតទៀតហើយអស់ត6ខែឬក៏ច្រើនទៀតនឹង1ឆ្នាំអីចឹងតទៀតទៅអញ្ចឹងអានេះគឺជាបញ្ហាចំណុចមួយទៀតគឺការវាយតម្លៃបើសិនជាយើងវាយតម្លៃលឿនពេកបើន័យថាជំងឺមកឯង anxiety depression តែតាមពិតជំងឺនេះមិនមែនជា anxiety depression ទេដោយសារភាពធ្ងន់ធ្ងរហើយនឹងអារម្មណ៍ដែលគាត់ចាប់បានទៅលើជំងឺនេះគឺខ្លាំងពេកមកសឹងថាអត់មានពេលដោះលែងសោះហ្មងអញ្ចឹងហើយបើសិនជាខ្ញុំកាច់ខ្ញុំយល់ថាវាកម្រអញ្ចឹងបើសិនជាការវាយតម្លៃរបស់យើងវាមិនសូវជាយកចិត្តទុកដាក់ខ្លាំងវាធ្វើឲ្យយើងនៅតែគិតថាជាជំងឺ anxiety ជំងឺ depression ធម្មតាអញ្ចឹងដូចជាបញ្ហាមួយក្នុងការដែលយើងរកផ្លូវចេញសម្រាប់អ្នកជំងឺអត់បានអញ្ចឹងមែនតើសរុបមកវិញមកវាជាបទពិសោធន៍មួយសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការដែលស្វែងយល់អំពីជំងឺផ្លូវចិត្តហើយសង្ឃឹមថាជារបស់មួយដែលអាចធ្វើអ្នកទាំងអស់គ្នាយល់ខ្លះដែរអំពីការធ្វើតេស្តតើតើជាមួយជំងឺអីហ្នឹងវាពេលខ្លះអាចតេស្តហ្នឹងគឺវាប្រកែកគ្រប់គ្រាន់ហើយបើសិនជាយើងតេស្តវិជ្ជមានហើយវាគួរតែឆ្លាស់ចិត្តយើងទៅយើងអត់ចាំបាច់ធ្វើឲ្យខ្លួនឯងភ័យខ្លាចឲ្យតទៀតទេការដែលរបស់មួយចំនួនដែលអាចធ្វើយើងត្រូវមានចំណេះដឹងវិទ្យាសាស្ត្រដើម្បីយើងទាត់ចោលជំងឺអាចបើសិនជាយើងនេះអាចព្យាយាមហាត់ប្រាណ
អាចជារត់អាចជាអីហ្នឹងអាចធ្វើផ្លូវចិត្តយើងល្អដែរសម្រាប់ទៅថ្ងៃមុខអញ្ចឹងអរគុណមែនតើសម្រាប់ការតាមដានសូមជម្រាបលា